លំហាត់គេមានអាល់កុលឆ្អែត A1 ដែលមានបរិមាណ 0.45 ម៉ូល និងមានម៉ាស 33.3 ក្រាមគេឲ្យយើងចូលកំណត់រូបមន្តដល់នៃអាល់កុលឆ្អែត A ហ្នឹងអញ្ចឹងដើម្បីកំណត់រូបមន្តដល់នៃអាល់កុលឆ្អែតហ្នឹងបានយើងត្រូវស្គាល់រូបមន្តទូទៅរបស់វាដែរគឺរូបមន្តទូទៅរបស់វាគឺ CN2N បូក 1OH បន្ទាប់ពីយើងសរសេររូបមន្តទូទៅរបស់វាហើយគឺយើងត្រូវស្វែងរកម៉ាស់ម៉ូលរបស់វាអញ្ចឹងម៉ាស់ម៉ូលរបស់វាគឺយើងអាចរកបានតាមរូបមន្ត n ស្មើ m តូចលើ m ធំបន្ទាប់មកគឺយើងទាញរក m ធំរបស់វាមកគឺស្មើនឹង m តូចនៅលើ n បំរាប់របស់យើងគេប្រាប់ថា m តូចរបស់យើងគឺស្មើ 33.3 ក្រាមចំណែកឯ n តូចរបស់វាគឺស្មើ 0.45 ម៉ូលអញ្ចឹងយើងចំនួនលេខមកគឺយើងបាន74ក្រាមនៅក្នុង1ម៉ូលបន្ទាប់ពីយើងរកម៉ាស់ម៉ូលរបស់អាល់កុល A ឆ្អែតហ្នឹងឃើញហើយយើងបូកម៉ាស់ម៉ូលនៃរូបមន្តទូទៅរបស់វាគឺម៉ាស់ម៉ូលនៃ CN2N បូក 1OH អញ្ចឹងគឺប្រកាសជាបូកទៅប្រកាសជាជាប់បញ្ញត្តិ n ហើយយើងអាចទាញរក n បានអញ្ចឹងគឺស្មើ12n បូក 2n បូក16បូកឲ្យ1ហើយបូកឲ្យ1ទៀតអញ្ចឹងគឺយើងបាន 14n បូក15 18បន្ទាប់ពីយើងបូកម៉ាស់ម៉ូលនៃរូបមន្តទូទៅរបស់វាឃើញហើយគឺយើងយកលទ្ធផលដែលយើងឃើញហ្នឹងគឺទៅស្មើជាមួយនឹងម៉ាស់ម៉ូលដែលយើងរកឃើញពីខាងលើហ្នឹងអញ្ចឹងគឺយើងបាន 14n បូក18ស្មើនឹង74បន្ទាប់មកគឺយើងទាញរក n បានយើងយក56 ចែក14មកគឺយើងបាន n ស្មើ4បន្ទាប់ពីយើងឃើញតម្លៃ n ស្មើ4ហើយគឺយើងអាចយកជួសចូលនៅកន្លែងរូបមន្តទូទៅរបស់យើងនេះមកដើម្បីទាញរូបមន្តដល់នៃអាល់កុលឆ្អែត A ហ្នឹងអញ្ចឹងគឺយើងជួសមកគឺយើងបាន C4H 9OH អញ្ចឹងមានន័យថារូបមន្តដល់នៃអាល់កុលឆ្អែត A របស់យើងហ្នឹងគឺមានរូបមន្ត C4H9OH លំហាត់រករូបមន្តដល់នៃសមាសធាតុអាល់កុល A ឆ្អែតហ្នឹងគឺចាប់នៅប៉ុណ្ណឹងអញ្ចឹងបើមានចម្ងល់អីអាច comment នៅខាងក្រោមវីដេអូបានអរគុណជំរាបលា